សម្រាប់បងប្អូនដែលទើបតែចាប់ដើមប្រើកាមេរ៉ាដំបូងៗណាទាំងខ្ញុំទាំងគេគឺជាមិនផុតទេដែលជួបបញ្ហាទូទៅមួយចំនួនហើយយើងអាចដោះស្រាយវាបានបញ្ហាទី1កាមេរ៉ាបើកអត់ចេញមូលហេតុទី1បងប្អូនអាចឆែកមើលតើថ្មមានភ្លើងឬក៏អត់ភ្លើងមកអាចដាក់ចូលមិនត្រឹមត្រូវជើងថ្មប្រឡាក់ដីមូលហេតុទី2អាចមកពី memory card ដាក់អត់ត្រូវកាមេរ៉ាមួយចំនួនមានប្រព័ន្ធសុវត្ថិភាពបើ memory card ដាក់អត់ត្រូវគឺបើកអត់ចេញទេបញ្ហាទី2ចុចថតអត់កើតមូលហេតុទី1កាមេរ៉ា focus អត់ទាន់ជាប់កាមេរ៉ា focus អត់ទាន់ជាប់គឺចុចថតអត់កើតទេមូលហេតុទី2 memory card ពេញឬភ្លេចដាក់ memory card ចូលកាមេរ៉ាមួយចំនួនគឺមានកន្លែង lock អត់ឲ្យថតបានទេនៅពេលដែលអត់ memory មូលហេតុទី3អាចមកពីយើងបដូរទៅ video mode បញ្ហាទី3ថតចេញមកព្រិលអត់ច្បាស់មូលហេតុទី1មកពី shutter speed យឺតពេកចាប់យករូបអត់ទាន់មូលហេតុទី2 focus ខុស subject ដែលយើងចង់ថតបញ្ហាទី4កាមេរ៉ា focus អត់កើតមូលហេតុទី1អាចមកពីកាមេរ៉ាបដូរទៅ manual focus មូលហេតុទី2ធ្មេញ lens អាចចាប់អត់ទាន់ជាប់ជាមួយនឹងកាមេរ៉ាមូលហេតុទី3ថតនៅកន្លែងងឹតពេកកាមេរ៉ាពិបាកក្នុងការ focus ជាប់បងប្អូនទស្សនាហើយមើលទៅអាចដោះស្រាយបញ្ហាទាំងអស់នោះបាននៅខ្លួនឯងអត់ comment នៅខាងក្រោមវីដេអូនេះទាំងអស់គ្នាសម្រាប់បញ្ហាទូទៅផ្សេងទៀតដែលបងប្អូនបានជួបសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត